បុរសម្នាក់នេះដើម្បីចង់ខ្លាចជាអ្នកល្បីលើអ៊ីនធឺណិតហ៊ានឡើងអគារខ្ពស់កប់ពុកដោយដៃទេថែមទាំងហ៊ានបញ្ចេញក្បាច់គ្រោះថ្នាក់ដើម្បីអួតអ្នកទស្សនាខាងក្រោមទៀតផងទទួលបានការអបអរសាទរយ៉ាងខ្លាំងប៉ុន្តែមួយវិនាទីក្រោយមកគាត់ជន់បាក់ឈើធ្វើឲ្យខ្លួនគាត់ធ្លាក់ចុះមកត្រង់ក្អឹងសំណាងហើយដែលគាត់រហ័សចាប់តោងឈើជាប់ធ្វើឲ្យខ្លួនគាត់ព្យួរនៅកណ្ដាលអាកាសឃើញកម្ពស់ខ្ពស់បែបនេះបើធ្លាក់ចុះទៅប្រកាសជាមិនសល់ឆ្អឹងទេស្រាប់តែមានអតីតយុទ្ធជនម្នាក់ឃើញហេតុការណ៍ក៏ស៊ូរត់ទៅជួយភ្លាមគាត់ឡើងទៅជាន់ដំបូលហើយបើកក្បាលម៉ាស៊ីនទឹកពន្លត់អគ្គិភ័យយកខ្សែមកចងចង្កេះជាប់ហើយលោតចុះពីលើដំបូលដោយទេវតារត់ចុះតាមជញ្ជាំងយ៉ាងលឿនពេលនោះឈើក្នុងដៃបុរសនោះក៏បាក់ល្មមសំណាងល្អអតីតយុទ្ធជនចាប់ដៃគាត់ជាប់ទាន់ពេលហ្វូងមនុស្សខាងក្រោមក៏អបរំដងទៀតអូនជំនាញប៉ុណ្ណឹងចង់រៀនឡើងភ្នំតាមគេដែរបុរសកូនអ្នកមានម្នាក់នោះនៅតែមិនអស់ចិត្តទោះបីជាទៅតែរួចផុតពីសេចក្តីស្លាប់ក៏ដោយគេនៅតែរឹងមាត់ហើយចង់ប្រកួតជាមួយអ្នកសង្គ្រោះជីវិតខ្លួនទៀតចង់ដឹងថាអ្នកណាឡើងទៅលើវិញលឿនជាងអតីតយុទ្ធជនក៏មិនប្រកាន់ទាំងពីរនាក់ក៏បញ្ចេញសមត្ថភាពនៅលើអគារខ្ពស់កប់ពុកជាលទ្ធផលអតីតយុទ្ធជនពូកែជាងហើយបានឡើងដល់ដំបូលមុនធ្វើឲ្យបុរសនោះឆ្ងល់ពីអត្តសញ្ញាណរបស់គាត់ហើយសួរថាគាត់រៀនជំនាញនេះមកពីណានៅកន្លែងដែលខ្ញុំនៅខ្ញុំជាអ្នកដែលមានជំនាញឡើងអន់ជាងគេហើយគឺបែបនេះបុរសនោះក៏កាំងចំណែកឯប៉ូលីសដែលនៅទីនោះក៏ចំណាំមុខគាត់បានលោកគឺ Marenji មែនទេអូដេញមកពីកងអនុហ្វេណាតូចទី1មិត្តរួមអាវុធទាំងពីរបានជួបគ្នាក៏រំភើបចិត្តយ៉ាងខ្លាំងភ្លេចបុរសដែលស្ទើរតែធ្លាក់ស្លាប់មិននេះចឹងតែបុរសនោះនៅតែមុខក្រាស់ចូលទៅរកហើយសូមឲ្យ Marenji បង្រៀនជំនាញឡើងភ្នំដល់គេផ្សាយពាណិជ្ជកម្មឆៃនីវការទិញអាហារសម្រន់តម្លៃថោកស្មានថាពួកគេនឹងលែងបានជួបគ្នាទៀតហើយប៉ុន្តែរឿងរ៉ាវបែរជាប្រែប្រួលពេលយប់កូនអ្នកមាន Luffy លួចចូលផ្ទះដូចចោលដាលោកសម្ដៅទៅបន្ទប់ដេកប៉ុន្តែឪពុករបស់គេបានអង្គុយចាំក្នុងទីងឹតយូរមកហើយគាត់ហៅកូនមកបន្ទប់ទទួលភ្ញៀវហើយហុចលិខិតក៏ហៅចូលធ្វើទីហ៊ានឲ្យគេ Luffy ឃើញហើយក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងឪពុកចង់ឲ្យកងទ័ពជួយអប់រំកូនរបស់គាត់ Luffy បដិសេធភ្លាមឪពុកឃើញដូចនេះក៏ទូរស័ព្ទហៅសន្តិសុខ10នាក់មិនចង់ធ្វើទីហ៊ានមែនទេបានថ្ងៃស្អែកទៅរៀនបំពន់ដើម្បីប្រឡងចូលមហាវិទ្យាល័យសន្តិសុខទាំង10នាក់នេះនឹងយាមឯង24ម៉ោង Luffy មិនពេញចិត្តជាខ្លាំងព្រោះបែបនេះពិបាកជាងជាប់គុកទៅទៀតគេដើរចូលបន្ទប់ទាំងខឹងសម្បាមិននឹកស្មានថាឪពុកដកសោចេញហើយចាក់សោពីខាងក្រៅសម្រាប់ Luffy ដែលចេះឡើងភ្នំស្រាប់រឿងនេះមិនពិបាកទេគេស្ពីកាបូបហើយឡើងចុះតាមបង្អួចភ្លាមហើយរត់គេចខ្លួនយ៉ាងលឿនប៉ុន្តែគេមិនដឹងទេថាឪពុកគេបានគិតដល់ចំណុចនេះហើយគេទៅរកមិត្តភ័ក្តិដែលធ្លាប់ស៊ីផឹកជាមួយគ្នាស្មានថាអាចពឹងពាក់បានប៉ុន្តែមិត្តភ័ក្តិទាំងនោះត្រូវបានឪពុកគេទិញទឹកចិត្តអស់ហើយនៅចំពោះមុខលុយមិត្តភាពក៏ត្រូវរលាយឆ្លៀតពេលដែលពួកគេកំពុងច្រៀងលេងសប្បាយ Luffy លួចកាត់ខ្សែចំណងដៃហើយរត់គេចខ្លួនទៀតពីមុនមានលុយឪពុកចាយចង់ធ្វើអ្វីក៏បានប៉ុន្តែពេលនេះគ្មានលុយមួយរៀលជាប់ខ្លួនគេប្រៀបដូចជាជនអនាថាដេកតាមចិញ្ចើមផ្លូវលុះព្រឹកឡើងពេលភ្ញាក់ពីដេកកាន់តែស៊ុយថែមទៀតសូម្បីតែស្បែកជើងក៏ត្រូវគេលួចបាត់ដែរគេត្រូវដើរជើងទៅលើផ្លូវថ្នល់他只能光着脚在大街上行走。以前山珍海味随意品尝，现在连路边的小笼包都买不起。无奈之下，路飞找到了冷如玉，饿得他一口气干掉了4碗面。可第二天，当他刚睁开眼，却差点晕过去。原来冷如玉竟然是父亲身边的员工。没办法的路飞最终接受了残酷的现实，就这样成了入伍的新兵。但他心里却打着鬼主意，为了犯错误被部队退兵，于是故意和人发生冲突。眼看动静越闹越大，终于把领导给引来了。而路飞上下打量了一番这个男人，看他穿着一双人字拖，一点都没有军人正经的样子，于是便胆大包天的让他别管闲事。穿着人字拖，扮火云邪神呐！火云邪神，你叫什么名字？你猜？旁边的新兵赶紧将路飞拉开，小声的警告他不要得罪领导，但他却觉得这人不像，这明明就是个扫厕所的更年期大叔。报告首长，您的衣服已经洗好了。好。司马，这个是不是唱歌跳舞的文艺兵？带着少将走。